អញ្ចឹងការប្រតិបត្តិធម៌នេះត្រូវមានសទ្ធាញាតិញោមព្រោះសទ្ធាមានលក្ខណៈពីរនោះទីមួយជឿទីពីរមានលក្ខណៈស្អាតផូរផង់ថ្លាដូចកញ្ចក់សទ្ធាមានលក្ខណៈពីរហ្នឹងឯងពីចំមលិនជាមួយvớiអ្នកផ្សេងតែចំមលិនសួរថាលោកម្ចាស់សទ្ធាមានលក្ខណៈជឿយ៉ាងម៉េចទន់តូជឿតាមយ៉ាងម៉េចទន់តូយ៉ាងម៉េចចិត្តទន់តូយ៉ាងម៉េចចិត្តជឿតាមយ៉ាងម៉េចហើយមានលក្ខណៈជាសទ្ធាជ្រះថ្លាដូចកែវមณีយ៉ាងម៉េចថ្លាដូចកញ្ចក់យ៉ាងម៉េចបានเป็นអ្នកកសិណលោកថាសទ្ធាទី1មានលក្ខណៈទន់តូជឿតាមបងអូនតាមនេះដូចជាញាតិញោមមានមនុស្សមកភងធំឈរនឹងមិត្តសមុទ្រមិនហ៊ានឆ្លងព្រោះឃើញសមុទ្រវាធំស្មានថាទឹកសមុទ្រវាជ្រៅគ្មាននរណាឆ្លងរួចទេសម័យនោះឯងក៏មានបុរសម្នាក់មានមៀតមុំមានបញ្ញាស្មារតីឆ្លះវៃក្លាហានអង្អាចគាត់ក៏ចាប់ផ្ដើមកាប់ឈើកាប់បួរកាប់អីយកមកធ្វើក្បួនឲ្យយើងឃើញនឹងមុខណែគាត់កាប់ធ្វើនឹងមុខណែកាប់ធ្វើរួចហើយគាត់ក៏ចែវឲ្យយើងឃើញនឹងមុខណែគាត់ឆ្លងទៅឃើញនឹងមុខបដ ாய் ញោមឃើញគាត់ឆ្លងទៅរុយពេចមុខនៅពេលយើងឃើញអញ្ចឹងយើងចង់អត់ចង់ឆ្លងតាមគេអត់ចង់មិនចង់ហើយនោះហៅថាសទ្ធាដែលឃើញគេអញ្ចឹងគេហៅថាសទ្ធាដែលជឿតាមមានលក្ខណៈទន់តូជឿតាមអូអញឃើញគេច្បាស់ក្នុងភ្នែកអញ្ចឹងក៏ចាប់ផ្ដើមកាប់ក្បួនកាប់ឲ្យធ្វើតាមគេតែនឹងហៅថាសទ្ធាមានលក្ខណៈជឿនឹងទន់តូឃើញច្បាស់ក្នុងភ្នែកអញ្ចឹងដូចជាញាតិញោមរៀនគម្ពីរវិត្រៃបេដកទៅឃើញថាអូព្រះអរហន្តលោកបប្រតិបត្តិរួចហើយមែនទេយើងជឿអញ្ចឹងព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ដឹងហើយព្រះអង្គបានបរិនិព្វានហើយព្រះអរហន្តទាំងឡាយសាវកភិក្ខុនីភិក្ខុបានសម្រេចធម៌អស់ហើយរំទាំងបាសកបាសិកាស្មៃព្រះនោះឥឡូវយើងជឿតាមដោយគម្ពីរបេដកនេះពុទ្ធដីកាយើងជឿតាមយើងបប្រតិបត្តិទៅដោយការរក្សាសិលឲ្យទានចម្រើនមេត្តាភាវនាទៅឃើញទេជឿដោយវិធីហ្នឹងដល់ពីអសទ្ធាមួយទៀតហ្នឹងមានលក្ខណៈថ្លាយ៉ាងម៉េចលោកឧបមាដូចកែវមณีអញ្ចឹងកែវមณีរបស់ព្រះរាជាកែវមณีរបស់ស្ដេចចក្រពត្តិអីអញ្ចឹងទៅកែវមณีនោះវាដូចមានឫទ្ធិពិសេសនៅពេលណាដែលព្រះរាជាចង់សោយទឹកអញ្ចឹងប្រសាទទឹកនោះល្អក់មានចកមានធូលីដីមានសរាយមានអីអញ្ចឹងក៏ដងមកដងរួចដាក់កែវនោះចូលពុបកែវនោះវាចម្រាញ់ឲ្យថ្លាត្រយងភាពថ្លាឡើងខាងលើអាល្អក់ក៏វាស្លៀកទីក្រមែនអញ្ចឹងថ្លាត្រយងទៅបានដោយអំណាចនៃកែវមณีនឹងឯងយ៉ាងណាមិញចិត្តរបស់ពុទ្ធជនចិត្តរបស់ភិក្ខុសាមណេរបាសកបាសិកាបប្រតិបត្តិក្នុងពុទ្ធសាសនានេះហើយបប្រតិបត្តិទៅគ្រប់សង្កត់និវរណធម៌បានញោមដល់បប្រតិបត្តិសមាធិកម្មដ្ឋានទៅគ្រប់សង្កត់និវរណធម៌បានទៅវាចិត្តនោះស្អាតផូរផង់ធ្លះថ្លាញោមដល់វាជើមិនអោអស្ចារ្យមែនណាគួយបប្រតិបត្តិទៅវាឃើញសភាវៈធម៌ញ៉ាំងសេចក្តីព្យាយាមឲ្យកើតឡើងបៃតិបាមួយជាក៏ឆ្អិតចិត្តឆ្អិតកាយអូសុបាយក្នុងការប្រព្រឹត្តធម៌ណាថ្លាទីយ៉ាងប៉ុណ្ណេះហើយអញមិនចោលប្លន់នឹងទេអញដើរតាមព្រះអង្គហើយនេះហើយសទ្ធាថ្លាគឺថ្លាដោយចិត្តនោះអាចខ្លួនឯងពីខាងក្នុងមហរតីយើងនេះអត់មានតែឃើញអ្នកណាទេអត់មានតែបានឃើញបុគ្គលណាទេគឺវាកើតឡើងនៅខ្លួនឯងដោយអំណាចអីសទ្ធាមានភាពថ្លាជាលក្ខណៈដោយអំណាចការគ្រប់សង្កត់និវរណធម៌ទាំងឡាយអញ្ចឹងក៏បីឃើញនិវរណធម៌ទាំងឡាយដូចជាពួកសរាយពួកចកពួកធូលីដីនឹងឯងចិត្តដែលវាធ្លាក់ចុះទៅបានដោយអំណាចអីនៅកែវមณีក៏បីឃើញកែវមณีដូចជាការប្រព្រឹត្តបៈធម៌ហ្នឹងការព្យាយាមប្រព្រឹត្តបៈធម៌មានអីមានសមថៈនិងវិបស្សនាហ្នឹងការព្យាយាមយុគប់សង្កត់និវរណធម៌បានទៅវាថ្លាទៅយ៉ាងភាពថ្លានោះគឺសទ្ធានោះឯងភាពថ្លារបស់ទឹកគឺសទ្ធាចិត្តរបស់យើងស្អាតផូរផង់ចាក់គ្រឿងសាមងអំពីកិលេសនិវរណធម៌នោះឯងនេះមានសភាពថ្លាជាលក្ខណៈអានឹងឃើញខ្លួនឯងដោយពុលខ្លួនឯងដោយមិនមែនឃើញឮតាមគេទេដល់ឮតាមគេសទ្ធាមួយទៀតគឺសទ្ធាទន់តូមានលក្ខណៈហ្នឹងអញ្ចឹងសទ្ធាមានពីរយ៉ាងហ្នឹង